កូនជាទីស្រឡាញ់ថ្ងៃនេះជាថ្ងៃពិសេសមួយជាថ្ងៃដែលពោរពេញទៅដោយសេចក្តីស្រឡាញ់និងការដឹងគុណថ្ងៃនេះគឺជាទិវាអ្នកម្ដាយដែលកូនគ្រប់គ្នានឹកទៅដល់នឹងការគោរពស្រឡាញ់អ្នកម្ដាយជាទីស្រឡាញ់របស់យើងអ្នកម្ដាយគឺជាមនុស្សដំបូងដែលស្វាគមន៍ពួកយើងមកកាន់ពិភពលោកនេះគាត់បានបីបាច់ថែរក្សាផ្ដល់ភាពកក់ក្ដៅនិងការលះបង់ដ៏ធំធេងបំផុតសម្រាប់កូនគ្រប់គ្នាទោះបីជាកូននៅតូចឬក៏ធំពេញវ័យយ៉ាងណាក៏ដោយសេចក្តីស្រឡាញ់របស់អ្នកម្ដាយមានចំពោះកូនគឺគ្មានព្រំដែនឡើយគាត់តែងនៅក្បែរគាំទ្រនិងលើកទឹកចិត្តកូនជានិច្ចដូច្នេះក្នុងឱកាសពិសេសនេះសូមកូនទាំងអស់ផ្ញើសារជូនពរដ៏កក់ក្ដៅនិងផ្ដល់ក្តីស្រឡាញ់ជូនទៅដល់អ្នកមានគុណរបស់យើងការអោបថើបការនិយាយពាក្យស្រឡាញ់និងសកម្មភាពតូចដែលបង្ហាញពីការយកចិត្តទុកដាក់ដែលធ្វើឲ្យអ្នកម្ដាយមានសេចក្តីសុខក្នុងចិត្តផងដែរកុំឲ្យដូចខ្ញុំអ្វីគ្រប់យ៉ាងខ្ញុំបានហួសពេលអស់ទៅហើយសូម្បីតែផ្ដល់ភាពកក់ក្ដៅមានចំពោះខ្ញុំក៏ខ្ញុំមិនអាចទទួលបានផងដែរដោយអ្នកម្ដាយបានស្លាប់ចោលតាំងតែពីតូចមកម្លេះដូច្នេះបងប្អូនមានភ័ព្វសំណាងជាងខ្ញុំគួរតែប្រើពេលវេលានេះឲ្យល្អបំផុតសម្រាប់អ្នកម្ដាយគ្រប់គ្នាផងដែរជាចុងក្រោយសូមជូនពរទៅដល់អ្នកម្ដាយពិភពលោកឲ្យមានសុខភាពល្អបរិបូរណ៍មានសុភមង្គលទទួលបានសេចក្តីស្រឡាញ់ពីកូនជានិច្ចរីករាយទិវាអ្នកម្ដាយពិភពលោក